យើងបើយើងជាបន្តទៀតជាដំបូងយើងធ្វើការ comment អក្សរ T មកលើកឡើង6ហ៊ុនមកអូខេមកលើមកទឹកគឺយើងបានប៉ុណ្ណឹងហើយយើងចាប់ត្រង់ចំណុចនេះយើងធ្វើនេះកុំឲ្យភ្លៀងមកវាសាយចូលយើង comment អក្សរ O ណាដើម្បីយើងគឺយើងចេះអូខេទៅមកយើង comment អក្សរ E ដើម្បីធ្វើការលុបតោះយើងចេញសិនមកយើងធ្វើការ select លើនេះយើងមកនេះណាយើងវាមកក្រៅមកធ្វើនៅក្រៅទៅវាងាយស្រួលជាងណាធ្វើនៅក្នុងហ្នឹងវាបាក់មើលគាត់ថាធ្វើមកឲ្យណាបាក់មើលចឹងយើងមើលវាចេញក្រៅសិនណាដាក់ដៃណាក៏បានដែរអូខេដាក់ដៃហ្នឹងហើយយើងធ្វើការនេះវាចេញមក40នេះក៏40ដូចគ្នាអូខេ comment E ធ្វើការលុបវាចោលទៅនេះលុបវាចោលដែរនេះហើយ comment អក្សរ T លើនេះមក15នេះមកនេះ10 comment អក្សរ O យើងធ្វើការគូសភ្ជាប់វាមកក្រោម10ខាងនេះក៏ដូចគ្នាដែរមកលើ15នេះ10មកcomment អក្សរ O មកគេមកក្រោម10នេះគ្នាទៅការលុបអានេះចោលមកញ៉ៃញ៉ៃពេកcomment អក្សរ L គូឡើងនេះមកចេញ20ខាងនេះចេញ20ហើយយើងធ្វើដាក់នៅនឹងទៅកុំឲ្យពេលភ្លៀងមកយើងសាយចូលតាមប្អូនអញ្ចឹងណាcomment អីលុបនេះចោលហើយបានប៉ុណ្ណឹងយើងមេកគ្រប់វាមកស្ដាំអូខេយើងធ្វើ copy ចូលវាសអមចាប់ត្រង់កែងនេះមកនេះខាងក្រោយយើងដាក់លេងមកប៉ុណ្ណឹងជាការស្រេចបានប៉ុណ្ណឹងហើយយើងដាក់ខាងនេះមកទៀតណាយើង copy វាមកខាងនេះទៀតលេខលើវាមក comment អក្សរ M ចាប់ origin ខាងនេះមួយហើយយើងធ្វើដូចនេះមកឡើងលើក1 10បានហើយយើងធ្វើការ cover វាមកចាប់ខុសអូខេបានហើយយើងធ្វើការលុបឲ្យចោលតោះទៅយើងតាមខាងនេះស្រួលបាន select លើវាមកស៊ីបញ្ជាប់ copy បានទាំងពីរដែរអូខេបានប៉ុណ្ណឹងហើយយើងធ្វើការ cover លឿនតិចណានេះដូចគ្នាយើងឡើងនេះ6ហ៊ុនណា
ធ្វើការចាប់ចូលវាប៉ុណ្ណឹងការស្រេចហើយនៅពេលនេះដែរយើងមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅពេលក្រោយហើយបន្តទៀតអរគុណច្រើនសម្រាប់ការចូលទស្សនាទាំងអស់គ្នាយើងនឹងជួបគ្នានៅពេលក្រោយទៀតអូខេហើយយើងធ្វើយ៉ាងទៅដើម្បីពេលភ្លាមមកយើងអត់វាអត់ហៅចូលខាងក្នុងទេធ្វើដើម្បីយើងទុកភ្លាមអញ្ចឹងណាផ្ទះមួយតែតែមានអញ្ចឹងទាំងអស់ហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវគ្គក្រោយបន្តទៀតអរគុណច្រើនជម្រាបលា